ពោធិ៍សាត់ដែរចាយើងខ្ញុំទៅទីនោះមានភាពកក់ក្ដៅណាស់បាទខេត្តកណ្ដាលយើងនេះក៏កក់ក្ដៅណាស់ដែរក្ដៅបាទខេត្តកណ្ដាលគួរចម្រើនបាទបានចូលរួមរៀបចំឲ្យមានការបណ្ណាំងកនភាពសបាយរីរាយបាទរួមនឹងចូលរួមឧបត្ថម្ភថវិកានិងគ្រឿងឧបភោគជាច្រើនទៀតចានេះខ្ញុំចាំមើលបន្តិចសិនតើការផ្ដល់ព័ត៌មានមកឬមួយក៏មានការប្រែប្រួលយ៉ាងណានោះបើសិនជាតាមលំនាំ142ចាអញ្ចឹង140មិនទាន់មកទេបាទតារាអណ្ដែតសៀសែនជ័យរបស់អង្គញាអឹងសៀបាទឥឡូវនេះកំពុងចាញ់បងគេអីហើយលោកញ៉ាអើយតាអោកដែលចូលសែនជ័យបារមីកំពុងស្បូវរបស់លោកជំទាវបណ្ឌិតជាសេរីបាទមកដាច់គេណាស់បាទទូកនេះមកពីកំពង់ធំណាបាទកំពង់ធំឯកស្ថានល្អដាច់ប៉ិតតែម្ដងដាច់ប៉ិតបាទតាអោកដែលចូលសែនជ័យបារមីកំពុងស្បូវចាប់ពេលខ្លះដល់បងប្អូនហើយចាបងប្អូនចំណោះទូកពេលខ្លះហ្នឹងគាត់ប្រមូលផ្ដុំមកវឹកខាត់បានពេលខ្លីចាបានពេលខ្លីព្រោះថាចំណោះទូករបស់យើងដែលគាត់អ្នកលេងទូកនោះគាត់ក៏មានមុខរបរប្រកបការងារអីអញ្ចឹងដែរប៉ុន្តែតែចាញ់កុំរកលេសថាមានបញ្ហាអីអត់ទេតែចាញ់ហើយបាទឥឡូវយើងឃើញហើយគឺទូកខ្សែទឹកខាងក្រៅបាទតាអោកដែលជួសែនជ័យបារមីកំពុងស្បូវកំពុងធំបានទទួលបានជ័យជំនះហើយទៅលើតារាអណ្ដែតសៀសែនជ័យតែជ័យក្បាលប្រែថាសវណ្ណភូមិយៈស្ថានព្រោះណាបងប្អូនណាអើយអ៊ំទូកមកដល់ទីដោយសមត្ថភាពនៃការជំរុញទូកយ៉ាងស្វាហាប់ហើយច្រៀងព្រោះទៀតចាប់ពីនឹងទៅអាចទៅបាទប្រឡងនៅ Cambodia Idol អីទៅបាទអរេនិយាយលេងទេទៅសាកមីក្រូនៅផ្ទះខ្ញុំក៏បានដែរបាទទៅសាកអូទៅនោះទៅកំពង់សណាញ់វិញចឹងព្រោះអ៊ំថ្ងៃទី14 15 16ថ្ងៃទី17ចាំថ្ងៃអាទិត្យបាទទៅផ្ទះបងចឹងជួបគ្នាចាបងប្អូនជាទីគោរពរាប់អានយើងខ្ញុំធ្វើការអត្ថាធិប្បាយទៅតាមដំណើរលេខរៀងសិនដោយទុកគូទី140ជាលើបើយើងបន្តទៅគូមួយគូទៀតបាទតាអោកដែលជួសែនជ័យបារមីកំពុងស្បូវកំពុងធំទទួលបានការឧបត្ថម្ភពីលោកជំទាវបណ្ឌិតជាសេរីបាទជើងទី1ទទួលបានជ័យជំនះបាទលើកដូរនៅខ្សែទឹកខាងក្នុងនៅឈ្នះដាច់បាទទៅលើតារាអណ្ដែតសៀសែនជ័យអូយល្អណាស់ល្បឿនបងលោកអង្គញាអង្គសៀនាំទូកមកច្រើនណាស់សម្រាប់ព្រះរាជពិធីបុណ្យនេះទូកច្រើនមែនតើហើយលោកបានប្រកាសឲ្យទោះបីជាចាញ់ឈ្នះអីគឺជាសេចក្តីត្រេកអររបស់លោកក្នុងពេលវ័យចាស់នេះគឺដាក់ទុនទៅលើទូកមកលោកអង្គញាអង្គសៀលោកស្រឡាញ់លោកថាលោកនឹងឲ្យតាមឧបត្ថម្ភដល់ទីបំផុតបាទព្រោះដោយសារថាយើងចូលរួមនៅក្នុងការអភិរក្សបាទកលាប្រពៃណីទូកងយើងនេះគឺល្អឯកណាស់បាទទូកហើយជាសិទ្ធទូកវែងរបស់យើងបាទច្រើនហើយអត់មានគេថាប្រភេទកីឡាប្រពៃណីណាដែលមានបាទគេចំណោះទូកក៏ដូចជាទូកច្រើនទេនៅលើផ្ទៃទឹកបាទដោយបរិជាណាចក្រកម្ពុជាហើយយើងក៏មានទូកវែងយើងដែរទូកវែងយើងក៏វែងមែនតែនបាទអូយល្អណាស់វែងល្អឯកបាទល្អឯកចាល្អឯកណាស់ហើយបងប្អូនសូមអធិស្ឋានផងដោយសារនាងខ្ញុំធ្វើអត្ថាធិប្បាយផ្ទាល់មើលឃើញសន្ធឹកនៃការចាក់យោងទូកចាផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋរបស់យើងអញ្ជើញតាមដានផ្ទាល់គាត់ហូរកញ្ជ្រៀងអញ្ចឹងទៅនាងខ្ញុំស្ដាប់សលេងខ្លួនឯងអត់លឺខំស្រែកឲ្យលឺដល់បងប្អូនយើងចាអញ្ចឹងតែនោះបាទ145សុវណ្ណរាជសីបារមីបន្ទាយមហានគររបស់ឯកឧត្តមឌិតទីណានិងរដ្ឋបាលខេត្តបន្ទាយមានជ័យចាខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅតាអោកដែលចូលសែនជ័យបារមីកំពុងស្បូវរបស់លោកជំទាវបណ្ឌិតជាសេរីទូកទាំងពីរនេះសកម្មភាពស្រស់តកាដូចគ្នាប៉ុន្តែខ្សែទឹកខាងក្រៅហាក់ដូចជាមានប្រៀបជាងបន្តិចតួចគឺតាអោកដែលចូលសែនជ័យបារមីកំពុងស្បូវមកពីខាងវត្តកំពុងស្បូវឈូកប្រាសាទសម្បូរកំពុងធំបាទមានប្រៀបជាងហើយជាងខ្សែទឹកខាងក្នុងហើយរបស់ឯកឧត្តមឌិតទីណានិងរដ្ឋបាលខេត្តបន្ទាយមានជ័យកំពុងតែប្រកៀតប្រកិតគ្នាមែនទេឃើញថាខ្សែទឹកខាងក្រៅកំពុងស្រួយស្រាយអានេះអត់ទាន់ទេអត់ទាន់ខ្ញុំក៏កំពុងតាមដែរតាមអត់ទាន់ទេដល់ពេលនេះហើយបើលើកទាន់ទេប៉ុន្តែអត់ដល់ទីព្រត់មុនឬអត់ទេព្រោះតាមនៅប្រកៀតកាត់គ្នាតែអត់ទាន់ទេខ្សែទឹកខាងក្រៅតាអោកដែលចូលសែនជ័យបារមីកំពុងស្បូវទទួលបានជ័យជំនះបាទចំណែកគូជាបន្តទីនេះក៏កំពុងចេញដំណើរបាទផុតកងពួនទី1បដាដែរហើយហើយបាទឥឡូវនេះគឺវិលមកគូ145
បាទ145នេះខ្សែទឹកខាងក្នុងតាអោកតេជោសែនជ័យបារមីកំពង់ស្បូវបាទនៅប្រាសាទសម្បូរខេត្តកំពង់ធំដែលទទួលបានការឧបត្ថម្ភពីលោកជំទាវបណ្ឌិតជាសេរីបាទទេសាភិបាលធនាគារជាតិនៃកម្ពុជារបស់យើងបាទហើយខ្សែទឹកខាងក្រៅនោះគឺសវណ្ណរាជសីបារមីបន្ទាយមហានគរបាទនៅមង្គលបុរីខេត្តបន្ទាយមានជ័យចាឯកឧត្តមដិតទីណាបាទរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចាបាទលឿនដាច់ទៀតហើយលឿនដាច់បាទឈ្នះជាលើកទី2ទៀតហើយបាទលើកទី2តាអោកតេជោសែនជ័យបារមីកំពង់ស្បូវរបស់លោកជំទាវបណ្ឌិតជាសេរីដាច់ទៀតហើយចាដាច់ប៉ាត់បាទឥឡូវនេះយើងឃើញថា146គូបានកន្លងផុតឥឡូវនេះកំពុងតែទម្លាក់បន្តមកទៀតហើយគូពិសេស147 148 149បន្តខ្ញុំសូមឆ្លៀតការនេះផងដែរក្នុងក្រុមរង្វើលកម្មាធិការបកស្រុកពីរៀងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមនាយឧត្តមស្នេហ៍វង្សពិសេនសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារបកចុះមូលដ្ឋានស្រុកពីរៀងនិងឯកឧត្តមលោកជំទាវក្រុមការងារចាដែលបានរួមសហការគ្នាឧបត្ថម្ភដល់ទូកដែលមានឈ្មោះថាយុទ្ធវង្សសែនជ័យចាសូមគោរពអរគុណគឺមានច្រើនណាថវិកាសរុបទូកមួយទូកហ្នឹងគឺ8លានរៀលចាប់5លានរៀលឯណោះហើយសរុបថវិកាទាំងអស់ដល់ទៅ77លាន57ម៉ឺនរៀលចាហើយក្នុងនោះក៏មានគ្រឿងឧបភោគបរិភោគជាច្រើនដែលខ្ញុំសូមអនុញ្ញាតចាជម្រាបជូនគូពិសេសបន្តទៀតតាអោកតេជោសែនជ័យបារមីកំពង់ស្បូវខ្សែទឹកខាងក្នុងដែលទូកនេះមកពីខាងវត្តកំពង់ស្បូវឈូកប្រាសាទសម្បូរកំពង់ធំខ្សែទឹកខាងក្រៅកោះកេរធិបតីចាក្រុងព្រះវិហារបាទរដ្ឋបាលព្រះវិហារគ្រប់អរគុណឯកឧត្តមអត្បានេះគណៈអត្បាខេត្តព្រះវិហារសម្រាប់ការដឹកនាំទូកកោះកេរធិបតីបាទយើងឃើញថាឆ្លងនៅកំពន់ទី1ហើយទូកទាំងពីរតើអោតេជោសែនជ័យបារមីកំពង់ស្បូវជាមួយនឹងកោះកេរធិបតីនេះគឺប្រហាក់ប្រហែលគ្នាល្អណាស់បាទសម្រស់ក៏ចែកគ្នាម្នាក់មួយយ៉ាងចំណែកឯទឹកបាទខាងក្នុងខាងក្រៅបាទគឺអ៊ំស្របគ្នាតែម្ដងបាទស្របពេលដែលយើងឃើញថាខ្សែទឹកខាងក្នុងគឺឯកសណ្ឋានពណ៌សចុងយ៉ាវ៉ាក៏សដែររំលេចភ្លេចតែម្ដងជាមួយនឹងកោះកេរធិបតីក៏ដូចគ្នាបាទឯកស្ថានពណ៌បាទក្រហមអាចនិយាយបានស្លាទុំចាទូកមុននេះដោយសារតែទូកគាត់ត្រូវខ្សែទឹកខាងក្នុងទេប៉ុន្តែដល់ទៅពេលគាត់អុំនៅខាងក្រៅធ្វើឲ្យយើងជាអ្នកធ្វើអត្ថាធិប្បាយនេះពិបាកអាចជម្រាបជូនចាប្រិមិត្តបន្តិចប៉ុន្តែយ៉ាងណាត្រូវតែតាមឲ្យទាន់ជម្រាបជូនឲ្យច្បាស់លាស់ពីការចាញ់ឈ្នះដល់ទីផងដែរចាបាទឥឡូវនេះឃើញថាផ្ដំប្រសងគ្នានៅឡើយទេមិនទាន់អាចថាបានសម្រាប់ទូកណាដែលដកទេកោះកេរដកបន្តិចបាទកោះកេរធិបតីបាទរដ្ឋបាលមិនអាចសន្និដ្ឋានបានថាជ័យជំនះទេព្រោះនៅដំណាក់កាលនេះនៅអាចចាក់យោងនៅកំពន់ទី2នេះបាទព្រោះថាអោកតេជោសែនជ័យបារមីកំពង់ស្បូវរបស់លោកជំទាវបណ្ឌិតជាសេរីចាលោកជំទាវពីម្សិលមិញឈ្នះច្រើនចាឥឡូវថ្ងៃនេះមកប៉ះហើយប៉ះជាមួយកោះកេរធិបតីរបស់ខេត្តព្រះវិហារហ្នឹងក៏មិនធម្មតាដែរចាប់ដៃគូគ្នាមកសិតតែជើងខ្លាំងហើយបាទនៅស្រាប់ថ្ងៃចុងក្រោយគាត់ទៅអុំនៅខាងខ្សែទឹកខាងក្រៅដូចគ្នាបាទតែយ៉ាងណាគឺគាត់ថាបកាបកាត់គ្នាអត់ប៉ះគ្នាទេអត់ប៉ះគ្នាទេធ្វើឲ្យការអុំប៉ុណ្ណឹងនេះមើលទៅកាន់តែល្អមើលមួយយ៉ាងដែរភាពបកាបកាត់បែបនេះខ្សែទឹកខាងក្រៅកោះកេរធិបតីខ្សែទឹកខាងក្រៅដកបន្តិចហើយបាទដករហូតមិនតិចនឹងបាទល្អណាស់លបឿនគឺប្រហាក់ប្រហែលគ្នារហូតបាទតិចនឹងតល់តែឈ្នះបាទសម្រាប់ការឈ្នះនៅក្នុងជើងទី1កោះកេរធិបតីខ្សែទឹកខាងក្រៅរដ្ឋបាលខេត្តព្រះវិហារទទួលបានជ័យជំនះទៅលើតាអោកតេជោសែនជ័យបារមីកំពង់ស្បូវបាទទូកមកបន្តនេះបាទគឺទួលភីសៀសែនជ័យបារមីវត្តបារុងបាទទូកនេះគឺទីបានការឧបត្ថម្ភទូកគូទី71ហើយបងប្អូនសៀដោយតាអោកតេជោសែនជ័យបារមីកំពង់ស្បូវរបស់លោកជំទាវបណ្ឌិតជាសេរីបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងខណៈពេលនេះកោះកេរធិបតីកាលពីជើងទី1ខ្សែទឹកខាងក្រៅឈ្នះម្ដងហើយឥឡូវបដូរនៅខ្សែទឹកខាងក្នុងហាក់ដូចជានាំមកទៀតបាទល្អមែនទែនបាទលឿនបាទរបស់រដ្ឋបាលខេត្តព្រះវិហារ
ដូរខ្សែទឹកតែលទ្ធផលអត់មានការព្រួលប្រែទេបាទបើសិនបើនាំមុខអញ្ចឹងរហូតនេះចានាំមុខអញ្ចឹងរហូតគឺទទួលបានជ័យជំនះលើកទី2បាទជាលើកទី2ហើយតែឥឡូវយើងឃើញថាដាច់ច្រើនដែរបងចង់ពាក់កណ្ដាលទូកហើយបាទដកច្រើនចាចិត្តដាច់សកត់ពាក់កណ្ដាលហើយចាឥឡូវសកត់ពាក់កណ្ដាលទូកហើយបងប្អូនបាទឥឡូវយើងឃើញហើយបាទបន្ថែមលបឿនបើទោះបីជាដាច់ក៏នៅតែអត់បន្ថយដែរបាទបន្ថែមទៀតរហូតបាទមកដល់ទីគាត់ទទួលបានជ័យជំនះជាលើកទី2បាទទៅលើតអោកដែលជួងសែនជ័យបារមីកំពង់ស្ពឺរបស់កំពង់ធំតែជ័យមកកំពង់ធំរបស់លោកជំទាវបណ្ឌិតបាទជាសេរីបាទឥឡូវទូកម៉ូតូនោះក៏មកដែរប៉ុន្តែឆ្ងាយបន្តិចហើយបាទពុកម៉ែបងប្អូនដោយសារយើងឃើញថាការបញ្ជាចេញដំណើរហ្នឹងក៏ត្រូវតែមានការប្រុងប្រយ័ត្នទូកចាប់ក្បាលទូកដើម្បីមកផ្ដល់នូវភាពសុក្រឹតយុត្តិធម៌បាទគណៈកម្មការបញ្ជាចេញដំណើរក៏ដូចជាគណៈកម្មការដល់ទីនេះសិតតែសម្រិតសម្រាំងហើយដើម្បីផ្ដល់ជូននៅលទ្ធផលដ៏ល្អប្រសើរ